បាទសួស្តីលោកគ្រូអ្នកគ្រូខ្ញុំនឹងធ្វើបទបង្ហាញពីមុខវិជ្ជាការអភិវឌ្ឍនិងការសិក្សារបស់កុមារនៅកម្រិតបឋមទៅលើមេរៀនទី5ការអភិវឌ្ឍពុទ្ធិរបស់កុមារបាទមេរៀននេះគឺមានវត្ថុបំណងក្រោយពីលោកគ្រូអ្នកគ្រូសិក្សាមេរៀននេះចប់លោកគ្រូអ្នកគ្រូនឹងមានវិជ្ជាសម្បទាពណ៌នាបានពីបញ្ញត្តិនៃការអភិវឌ្ឍពុទ្ធិតាមរយៈការផ្គូផ្គងរូបភាពជាមួយនឹងដំណាក់កាលលូតលាស់នៃការអភិវឌ្ឍពុទ្ធិរបស់លោកផ្ចាសេបំណិនសម្បទាលោកគ្រូអ្នកគ្រូកំណត់បានពីដំណាក់កាលទាំង4នៃការអភិវឌ្ឍពុទ្ធិបានត្រឹមត្រូវតាមរយៈការពិភាក្សាក្រុមនិងមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍពុទ្ធិនិងការគាំទ្រសិស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការសិក្សាបាទចរិយាសម្បទាគឺមានបំណិនទំនាក់ទំនងរវាងគ្រូហើយនិងសិស្សក្នុងការបង្កើតចំណេះដឹងបាទនៅក្នុងមេរៀននេះគឺយើងមានមេតិកាដូចតទៅគឺសេចក្តីផ្ដើមបញ្ញត្តិនៃការអភិវឌ្ឍពុទ្ធិគោលការណ៍ទូទៅនៃការអភិវឌ្ឍពុទ្ធិទ្រឹស្ដីនៃការអភិវឌ្ឍពុទ្ធិរបស់លោកផ្ចាសេការវិវត្តបញ្ញានិងការគិតរបស់កុមារការគាំទ្រដល់ការអភិវឌ្ឍពុទ្ធិរបស់កុមារបាទលោកគ្រូអ្នកគ្រូអញ្ជើញមើលរូបភាពនេះមើលថាតើរូបភាពនេះបង្ហាញពីអ្វីបាទលោកគ្រូអ្នកគ្រូគិតបន្តិចមើលរូបភាពទី1ទី2ទី3និងទី4បាទយើងបន្តមកទៀតតើការអភិវឌ្ឍពុទ្ធិជាអ្វីគ្រូអ្នកគ្រូគិតបន្តិចមើលសេចក្តីផ្ដើម1ដំណាក់កាលអភិវឌ្ឍពុទ្ធិរបស់កុមារតែងតែកើតមានឡើងនៅគ្រប់វ័យដូចគ្នាទី2គ្មានដំណាក់កាលអភិវឌ្ឍពុទ្ធិរបស់កុមារណាមួយត្រូវបានរំលងឡើយ3ដំណាក់កាលនីមួយៗគឺជាការប្រែប្រួលដ៏សំខាន់នៃពុទ្ធិដែលត្រូវឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត4ដំណាក់កាលដំបូងកើតឡើងចំពោះកុមារហើយដំណាក់កាលបន្តទៀតក៏កើតមាននៅក្នុងខ្លួនរបស់កុមារផងដែរអញ្ចឹងបញ្ញត្តិនៃការអភិវឌ្ឍពុទ្ធិជាអ្វីគឺការអភិវឌ្ឍពុទ្ធិជាដំណើរការផ្លូវចិត្តពាក់ព័ន្ធនឹងការយល់ឃើញការចូលរួមស្វែងយល់និងរំលឹកព័ត៌មានបាទការអភិវឌ្ឍពុទ្ធិគឺជាការវិនិច្ឆ័យប៉ាន់ប្រមាណនិងការគិតផ្សេងបាទយើងមានបញ្ញត្តិពីរហ្នឹងលោកគ្រូអ្នកគ្រូស្រួលយល់មួយណាលោកគ្រូអាចយកទាំងពីរហ្នឹងក៏បានដែរឬក៏លោកគ្រូយកមួយណាឬក៏យកទាំងពីរហ្នឹងជាពិសេសបាទបានល្អឧទាហរណ៍ដើម្បីឲ្យលោកគ្រូអ្នកគ្រូយល់កាន់តែច្បាស់គ្រូបង្ហាញកែវជ័រ2ដែលមានទឹករួចគ្រូសួរតើមួយណាមានទឹកកែវច្រើនជាងសូមអភ័យទោសមានទឹកច្រើនជាងនៅក្នុងកែវហ្នឹងដូច្នេះតាមរយៈសំណួររបស់លោកគ្រូអ្នកគ្រូអាចយល់ដឹងពីការអភិវឌ្ឍពុទ្ធិរបស់សិស្សរបស់យើងបាទរបស់សិស្សរបស់យើងបាទទាំងនេះគឺជាគោលការណ៍ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារគោលការណ៍ទូទៅនៃការអភិវឌ្ឍពុទ្ធិការអភិវឌ្ឍពុទ្ធិគឺការយល់ដឹងនឹងរបស់កុមារមិនត្រឹមតែតាក់ទងទៅនឹងការទទួលបានចំណេះដឹងប៉ុណ្ណោះទេថែមទាំងអាចកសាងចំណេះដឹងឬអភិវឌ្ឍគំរូផ្លូវចិត្តចេញពីអ្នកនៅជុំវិញខ្លួនរបស់ពួកគេផងដែរ
បាទមិនពិបាកយល់ទេលោកគ្រូខ្ញុំបន្តទៅទៀតហើយទ្រឹស្ដីការអភិវឌ្ឍពុទ្ធិត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៅក្នុងវិស័យនានាដូចជាចិត្តវិទ្យាពិសេសក្នុងវិស័យអប់រំដែលផ្ដោតលើការអភិវឌ្ឍបញ្ញារបស់កុមារនៅក្នុងថ្នាក់រៀនបាទក្នុងថ្នាក់រៀនលោកផ្ចាសេបានបង្ហាញថាការអភិវឌ្ឍពុទ្ធិរបស់កុមាររីកចម្រើនតាម4ដំណាក់កាលផ្សេងៗគ្នាតាំងពីកំណើតរហូតដល់ចុងបញ្ចប់វ័យជំទង់បាទលោកគ្រូអ្នកគ្រូយល់ហើយណាវ័យជំទង់ត្រឹមអាយុប៉ុណ្ណាដែលបានជួបខ្ញុំម្ដងហើយនោះគឺខ្ញុំបានបញ្យល់រួចហើយវ័យជំទង់ដំណាក់កាលទាំងនេះបង្កប់នៅអត្ថន័យជាគំរូនៃការគិតរបស់កុមារដែលមានលក្ខណៈពិសេស4យ៉ាងគឺ1កុមារទាំងអស់មានការអភិវឌ្ឍមិនដូចគ្នាទេបាទកុមារទាំងអស់មានការអភិវឌ្ឍមិនដូចគ្នាទេលោកគ្រូណាបាទនិយាយទៅខ្ញុំអានហើយនឹងបញ្យល់ខ្លះឲ្យស្រួលទេមេរៀននេះលោកគ្រូបាទទី2ការអភិវឌ្ឍគឺជាដំណើរការបន្តនិងមានរបៀបរៀបរយ3ការរៀនសូត្របទពិសោធន៍និងទំនាក់ទំនងសង្គមទាំងអស់នេះរួមចំណែកដល់ការអភិវឌ្ឍបាទ4ការអភិវឌ្ឍជះឥទ្ធិពលទាំងដំណពូជនិងបរិស្ថានផងដែរបាទយើងមិនអាចចោលដំណពូជនិងបរិស្ថានទេការអភិវឌ្ឍពុទ្ធិរបស់កុមារនោះបាទពូជគឺជាកត្តាបុព្វបត្តិពីខាងដើមដែលធ្វើឲ្យយើងងាយស្រួលនៅក្នុងការអភិវឌ្ឍពុទ្ធិដែលយើងជាគ្រូនោះហើយនឹងបរិស្ថានបាទបរិស្ថានទីកន្លែងរស់នៅរបស់កុមារហ្នឹងក៏ងាយស្រួលដែរបាទទ្រឹស្ដីនៃការវត្តពុទ្ធិរបស់លោកផ្ចាសេដំណាក់កាលទាំង4នៃការអភិវឌ្ឍពុទ្ធិរបស់លោកផ្ចាសេគឺមានទី1ការអភិវឌ្ឍចលនាឬញាណដែលអង់គ្លេសហៅថា sensory motor បាទ sensory motor ហ្នឹងគិតចាប់កំណើតរហូតដល់អាយុ2ឆ្នាំបាទគឺគាត់ធ្វើចលនាតាំងពីតូចមកដោយសរីរាង្គឥន្ទ្រីប៉ុន្តែធ្វើចលនាម៉ូតូហ្នឹងគឺសំដៅលើការធ្វើចលនានឹងហើយទី2គឺបូរេប្រតិបត្តិការហៅថា pre operational shot គឺការគិតពីដំបូងមកហ្នឹងចាប់ពីអាយុ2ឆ្នាំដល់អាយុ7ឆ្នាំការគាត់គិតបន្តិចមកហើយទី3ប្រតិបត្តិការជាក់លាក់ឬរូបិយបាទ concrete operational ចាប់ពីអាយុ7ឆ្នាំដល់11ឆ្នាំបាទគឺគាត់ចេះចាប់កាន់អីមើលឃើញរូបអីគាត់ដៅទៅរកបាទអូខេទី4គឺប្រតិបត្តិការជាទម្រង់អរូបិយបាទ formal operational អាយុពី11ឆ្នាំឡើងទៅបាទពី11ឆ្នាំឡើងទៅគឺគាត់ចេះគិតអរូបិយហើយលោកគ្រូណាគាត់ចេះគិតអរូបិយហើយបាទបន្តទៀតទ្រឹស្ដីអភិវឌ្ឍពុទ្ធិរបស់លោកផ្ចាសេដំណាក់កាលទី1ទទួលអារម្មណ៍បាទចលនាអារម្មណ៍ទទួលបាទ sensory motor ទារកអាយុប្រហែលជា10ខែចាប់ដឹងណាឧទាហរណ៍តុក្កតានោះជាទោះជាបាំងក្រោមកន្សែងឬក៏ទារកអាចដឹងណាទារកវាអាចដឹងបានវាមិនមែនបាត់នោះទេវាដឹងថាវាមិនបាត់ទេទោះបាំងអីក៏ដោយវាដឹងថានៅក្នុងនឹងបាទពីរគឺចាប់ពីពេលចាប់កំណើតដល់អាយុប្រហែលជា2ឆ្នាំចាប់ផ្ដើមដឹងឧទាហរណ៍ពេលក្រវីជួងវានឹងបន្លឺសំឡេងបាទដំណាក់កាលនេះកុមារដឹងពីទំនាក់ទំនងរវាងសកម្មភាពរបស់ខ្លួននិងលទ្ធផលឬវត្ថុនោះបាទឬវត្ថុនោះបាទដូចជាមិនពិបាកអីទេលោកគ្រូយើងបន្តទៀត
ដំណាក់កាលទី2បូរ៉េប្រតិបត្តិការ pre operational ចាប់ពីប្រហែលអាយុ2ឆ្នាំដល់7ឆ្នាំការគិតរបស់កុមារមានលក្ខណៈបែបតក្កៈបាទតក្កៈបាទដូចថាពិតគាត់មើលឃើញនឹងភ្នែកពិតជាក់ស្ដែងបាទឧទាហរណ៍ដំបូងមានកែវខ្លី2ដែលមានទឹកស្មើគ្នារួចគេផ្ទេរទឹកក្នុងកែវខ្លីទៅក្នុងកែវវែងកុមារដឹងថាបរិមាណទឹកមិនប្រែប្រួលទេបាទគាត់ដឹងណាពេលខ្លះកុមារអាចគិតជាការផ្ទេរទឹកពីកែវខ្លីទៅកែវវែងបរិមាណទឹកអាចថយបាទជួនកាលគាត់គិតឃើញថយដែរឧទាហរណ៍តម្រៀបកាក់ចិត្តគ្នារួចហើយនៅជួរទី1រៀបវាឲ្យមានចន្លោះវិញកុមារអាចគិតថាចំនួនកាក់ដែលឃ្លាតគ្នាអាចមានច្រើនជាងបាទអានឹងចូលដល់ដោយឧទាហរណ៍ដូចជារឿងធនជ័យយើងចឹងរឿងធនជ័យណាដែលសិទ្ធិដាក់អំបុកមកកជើហើយនឹងមកចអេធនជ័យយកមកចអេណាអញ្ចឹងវាអាចចឹងដែរបាទនេះដល់ដំណាក់កាលបុរេប្រតិបត្តិបាទបាត់ការដំណាក់កាលទី3ប្រតិបត្តិការជាក់លាក់ឬក៏រូបិយបាទចាប់ពីប្រហែលអាយុ7ឆ្នាំដល់11ឆ្នាំឧទាហរណ៍ដំបូងមានកែវខ្លី2ដែលមានទឹកស្មើគ្នារួចគេផ្ទេរទឹកក្នុងកែវវែងទៅក្នុងកែវខ្លីទៅក្នុងកែវវែងកុមារដឹងថាបរិមាណទឹកមិនប្រែប្រួលទេបាទគាត់ដឹងហើយណាដូច្នេះដំណាក់កាលនេះកុមារយល់ដឹងថាទម្រង់នៃរូបធាតុប្រែប្រួលក៏ដោយកែវទឹកក៏ចំណុះបរិមាណទឹកឬទម្ងន់នៃវត្ថុនោះមិនប្រែប្រួលឡើយបាទគាត់មានការយល់ច្បាស់ហើយហ្នឹងហើយมันអាចផគាត់ទៀតបានទេអូខេដំណាក់កាលទី3ប្រតិបត្តិការជាក់លាក់ឬក៏រូបិយការយល់នេះគេថាកុមារយល់ដឹងបែបរក្សាលក្ខណៈដដែលនៃចំណុះឬចំនួនបាទការរក្សាលក្ខណៈបែបបរិមាណកុមារអាចយល់នៅអាយុ7ឆ្នាំការរក្សាលក្ខណៈបែបទម្ងន់កុមារអាចយល់នៅអាយុ9ឆ្នាំបាទគេធ្វើពិសោធន៍ទៅឃើញអញ្ចឹងណាឃើញដំណាក់កាលទី3ហ្នឹងគឺអញ្ចឹងដំណាក់កាលទី4គឺប្រតិបត្តិការជាទម្រង់ឬក៏អរូបិយបាទអរូបិយចាប់ប្រហែលអាយុ11ឆ្នាំទៅអាចគិតបែបអរូបិយនិងការគិតបែបឧបមាបាទក៏ចេះគិតរូបិយនិងឧបមាឧទាហរណ៍គ្រូដាក់ចំណោទបែបឧបមាប្រសិនស្រមោចធ្ងន់ជាងសត្វតោហើយតោធ្ងន់ជាងត្រីបាឡែនបាទក្នុងសមុទ្រតើស្រមោចនិងត្រីបាឡែនមួយណាធ្ងន់ជាងបាទគាត់គិតណាគេដាក់ឲ្យចំណុចអញ្ចឹងគាត់គិតឃើញថាមួយណាណាអូខេដល់ដំណាក់កាលទី4នេះប្រតិបត្តិការជាទម្រង់អរូបិយតទៀតស្រមោចគិតដូចធំជាងសត្វតោធំជាងត្រីបាឡែនចម្លើយតាមពិតប្រកបជាក់ស្ដែងគឺស្រមោចស្រាលជាងតោតែកុមារអាចឆ្លើយថាស្រមោចធ្ងន់ជាងតោតាមចម្លើយបែបឧបមាបាទគាត់ឧបមាបាទអានឹងគ្រូមិនអីទេមិនបាទយល់ទេបាទការសន្និដ្ឋានរបស់លោកផ្ចាសេនេះយោងតាមទ្រឹស្ដីរបស់អភិវឌ្ឍពុទ្ធិរបស់ចិត្តវិទូលោកផ្ចាសេសង្ឃផ្ចាសេនេះដែលបានលើកឡើងពីដំណាក់កាលនៃការវិវត្តរបស់កុមារយើងអាចកត់សម្គាល់ឃើញថាដំណើរការគិតនិងចងចាំបង្ហាញអំពីការអភិវឌ្ឍនៃការយល់ដឹងតែងតែមានការផ្លាស់ប្ដូរបាទពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតបាទលោកគ្រូអ្នកគ្រូណាត្រូវតែអញ្ចឹងហើយរឿងហ្នឹងជាពិសេសវាមានអត្ថប្រយោជន៍ក្នុងការបង្រៀនទាមទារឲ្យគ្រូត្រូវជ្រើសរើសខ្លឹមសារឲ្យត្រឹមត្រូវតាមកម្រិតអភិវឌ្ឍ
ខួរក្បាលរបស់កុមារបាទអញ្ចឹងនៅក្នុងមេរៀននេះគេសន្និដ្ឋានទៅតាមចិត្តវិទូលោកសងផ្យាសេបាទគាត់សន្និដ្ឋានកុមារគឺមានការផ្លាស់ប្ដូរការគិតរបស់ពួកគាត់តាមដំណាក់កាលមួយពីដំណាក់កាលមួយទៅដំណាក់កាលមួយបាទអញ្ចឹងអរគុណច្រើនឥឡូវយើងបន្តទៅបន្តិចទៀតគឺនិយាយអំពីការវិវត្តបញ្ញានិងការគិតរបស់កុមារការវិវត្តបញ្ញាបាទកន្លែងនេះដូចជាមិនពិបាកអីទេខ្ញុំសូមអានតែម្ដងណាបាទកន្លែងណារៀងមានពាក្យអី clear អីមិនទៅយល់ចាំខ្ញុំជួយបន្ថែមទៀតបន្តិចនៅក្នុងខ្លឹមសារហ្នឹងបាទលោកគ្រូអ្នកគ្រូស្ដាប់បន្តទៅទៀតបាទក្នុងការរស់នៅរបស់មនុស្សបញ្ញាមានសារៈសំខាន់ណាស់អាចជួយមនុស្សដោះស្រាយបញ្ហាដែលកើតមានឡើងនិងលើកកម្ពស់ការរស់នៅឲ្យបានរុងរឿងឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងវ័យកុមារភាពទី1កុមារមានការអភិវឌ្ឍផ្នែកបញ្ញាដែលទាមទារឲ្យមនុស្សធំនិងអ្នកអប់រំខិតខំស្វែងយល់អំពីបញ្ហាសំបីទោសនិងការគិតរបស់កុមារនឹងយកចិត្តទុកដាក់ជាពិសេសដល់ការជំរុញនិងលើកទឹកចិត្តកុមារឲ្យធ្វើសកម្មភាពដែលជួយដល់ការអភិវឌ្ឍបញ្ញាសមស្របតាមវ័យដំណាក់កាលបុរេបញ្ញាតាមលោកផ្ចាសេដំណាក់កាលបុរេបញ្ញាចែកចេញជាដំណាក់កាលបុរេបញ្ញត្តិនិងដំណាក់កាលអភ័ន្តរញ្ញាណបាទឥឡូវយើងមើលទី1ដំណាក់កាលបុរេបញ្ញត្តិពី2ឆ្នាំទៅ4ឆ្នាំដំណាក់កាលនេះចាប់ផ្ដើមដោយការលេចឡើងជាលើកដំបូងនៅគំរូបតំណាងជានិមិត្តរូបបាទគាត់យករូបតំណាងជានិមិត្តរូបណាគ្រូរូបតំណាងគាត់ឃើញរូបអីគាត់ថាគាត់ចង់បានអានឹងជានិមិត្តរូបហើយរូបតំណាងរូបអីស្អាតអីចឹងទៅដែលជាមូលដ្ឋានក្នុងការបង្កើតការពិតដោយផ្អែកលើរូបភាពវត្ថុឬបាតុភូតក្នុងករណីដែលវត្ថុឬបាតុភូតនោះមិនស្ថិតភ្លាមចំពោះមុខសរីរាង្គឥន្ទ្រីណាមួយឡើយបាទមិននៅចំពោះមុខគាត់ណាឡើយតែគាត់ចាត់ទុកថារូបទាំងអស់នោះជានិមិត្តរូបតំណាងគាត់ចង់បានជួនកាលគាត់មានចិត្តគេហៅថាលំនាំចិត្តតាំងពីនឹងបន្តិចមកនៅក្នុងយករូបនឹងធ្វើជាតំណាងគំរូអីចឹងណាដល់គាត់បាទនៅក្នុង1 2គឺដំណាក់កាលអភ័ន្តរញ្ញាណពី4ឆ្នាំទៅ7ឆ្នាំបាទដំណាក់កាលបុរេបញ្ញត្តិត្រូវបានបញ្ចប់ដោយការគិតអភ័ន្តរញ្ញាណបាទការគិតអភ័ន្តរញ្ញាណគឺការប្រមូលផ្ដុំគំនិតរបស់កុមារទៅលើសភាពខាងក្រៅរបស់វត្ថុដោយមិនចាំបាច់ត្រេះរិះពិចារណាទេបាទបើនិយាយទៅអភ័ន្តរញ្ញាណនេះលោកគ្រូគឺការគិតបែបយករូបភាពយកមកមើលបាទនិយាយចំទៅអភ័ន្តរញ្ញាណនេះគឺគាត់ឲ្យការគិតរបស់គាត់ត្រេះរិះពិចារណានឹងមិនចាំបាច់ពិចារណាជ្រៅជ្រែកទេមើលតាមរូបទៅគាត់និយាយតាមរូបនឹងឯងបាទលក្ខណៈពិសេសនៃការគិតរបស់កុមារទី1គឺសកម្មភាពវិភាគនិងសង្យោគនៅថ្នាក់ទី1និងទី2ចាប់ផ្ដើមចេះវិភាគនិងធ្វើសង្យោគវត្ថុឬបាតុភូតទាំងឡាយនៅជុំវិញខ្លួនតែសកម្មភាពនេះនៅមានលក្ខណៈងាយទាំងផ្នែករូបភាពទាំងផ្នែកខ្លឹមសារបាទឧទាហរណ៍ដើម្បីគិតលេខកុមារត្រូវរាប់ម្រាមដៃរាប់ចង្កឹះឬវត្ថុផ្សេងជាជំនួយបាទមិនអីបាក់យល់ទេលោកគ្រូណាដើម្បីអានអត្ថបទកុមារត្រូវថាលឺឬយ៉ាងហោចណាស់ក៏មើលខ្សឹបដែរកុមារគ្មានសមត្ថភាពអានស្ងាត់ទេបន្តិចម្ដងការធ្វើវិភាគដោយផ្អែកលើវត្ថុត្រូវបានកាត់បន្ថយនៅថ្នាក់ទី3ទី4ការធ្វើវិភាគក្នុងខួរក្បាលបានរីកចម្រើនបាទអរូបិយកម្មនិងទូទៅកម្មមានច្រើនកម្រិត
ពីងាយទៅលំបាកស្មុគស្មាញបាទអញ្ចឹងចូលថ្នាក់កាន់តែធំទៅវាចេះធ្វើអរូបកម្មនិងទូទៅកម្មខ្លះហើយបាទចំពោះកុមារនៅថ្នាក់ទី1និងទី2ជាទូទៅតែងសន្និដ្ឋានដោយផ្អែកលើសញ្ញាក្រៅនៃវត្ថុឬបាតុភូតដែលបានមើលឃើញជាក់ស្ដែងដោយចក្ខុផ្ទាល់ហើយដែលវត្ថុឬបាតុភូតទាំងនោះធ្វើឲ្យគេមានការរំភើបបាទចឹងហើយតាមបែបអភ័ន្តរញ្ញាណគឺការគិតតាមបែបរូបិយបាទតាមបែបរូបិយដោយប្រើនៅសរីរាង្គឥន្ទ្រីរបស់ពួកគាត់នឹងវត្ថុពណ៌ឆើតមានរូបចម្លែកសម្លេងខ្លាំងលទ្ធផលដែលទទួលបានពីការសន្និដ្ឋានបែបនេះក៏មានលក្ខណៈងាយនិងសើសើរដែរឆ្លងតាមការសិក្សានិងការហាត់រៀនអរូបិយកម្មនិងទូទៅកម្មមានការរីកចម្រើនមួយកម្រិតគួរឲ្យកត់សម្គាល់កុមារអាចគិតស៊ីជម្រៅលើខ្លឹមសារខាងក្នុងរបស់វត្ថុនិងបាតុភូតដោយសារការសង្កេតនិងការដកបទពិសោធន៍ពីសត្វនិងរុក្ខជាតិជាច្រើនឧទាហរណ៍រុក្ខជាតិមិនចេះដើរមិនចេះស៊ីអាហារដោយសត្វរុក្ខជាតិស៊ីតែរសជាតិក្នុងដីផ្ទុយទៅវិញសត្វចេះធ្វើចលនាស៊ីចំណីច្រើនឡាក់នេះបង្ហាញឲ្យឃើញថាកុមារទទួលបានបញ្ញត្តិកម្រិតខ្ពស់ជាងមុនបាទមិនបាក់ក៏ដោយអំណាចបញ្ញត្តិតាមរយៈធ្វើទូទៅកម្មកុមារទទួលបញ្ញត្តិកាន់តែច្រើនតែពីដំបូងពិសេសទី1ទី2កុមារកំណត់បញ្ញត្តិទាំងឡាយដោយផ្អែកលើហេតុការណ៍ជាក់ស្ដែងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងបញ្ញត្តិនោះឧទាហរណ៍ផ្លែឈើគឺចេកល្ហុងស្វាយបាទគាត់ចែកបានណាគាត់ចែកបញ្ញត្តិទាំងនោះបានអញ្ចឹងយើងអាចប្រើគាត់ទៅយកចេកទៅយកល្ហុងយកស្វាយអីបញ្ញត្តិមានន័យថាអញ្ចឹងលោកគ្រូមានន័យថាគឺយើងប្រើដោយពាក្យដោយសម្ដីហើយចែកវត្ថុមួយទៅវត្ថុមួយឲ្យខុសៗគ្នាអញ្ចឹងគាត់ចេះហើយនេះក្នុងន័យបញ្ញត្តិហើយបាទសេចក្តីក្លាហានលោតទឹកដើម្បីជួយសង្គ្រោះមិត្តភ័ក្តិឬទាហានកាន់កំភ្លើងបាញ់សត្រូវស្មោះត្រង់ប្រគល់វត្ថុដែលរើសបានឲ្យម្ចាស់ដើមវិញបាទឈានចូលដល់ថ្នាក់ទី3ទី4កុមារអាចបញ្ចូលលក្ខណៈរួមនឹងខ្លឹមសារនៃបញ្ញត្តិដើម្បីផ្ដល់អត្ថន័យទូលំទូលាយនិងទូទៅនៃបញ្ញត្តិបានឧទាហរណ៍សេចក្តីក្លាហានមិនខ្លាចគ្រោះថ្នាក់មិនខ្លាចលំបាកហ៊ានទទួលកំហុសបាទខដោយវិចារនិងវិនិច្ឆ័យបាទកុមារថ្នាក់ទី1វិនិច្ឆ័យលើទិសតែមួយនិងច្រើនមានលក្ខណៈស្របបាទលើទិសតែមួយតែគាត់មានលក្ខណៈស្របទេនៅថ្នាក់ទី2កុមារអាចមើលឃើញថាវត្ថុអាចប្រព្រឹត្តទៅក្រោមរូបភាពច្រើនបាទបាតុភូតមួយអាចបណ្ដាលមកពីហេតុការណ៍ច្រើនបាទចាថ្នាក់ធំទៅគាត់ចេះការគិតគាត់រៀងស៊ីជម្រៅបន្តិចទៅបាទឧទាហរណ៍សុខមិនមករៀនអាចបណ្ដាលមកពីឈឺមករៀនមិនកើតជាប់រវល់ទៅចំការដោយម្ដាយប្រើរវល់មើលម្ដាយឈឺបាទគាត់អាចសន្និដ្ឋានចឹងបានដោយវិនិច្ឆ័យចឹងណាគាត់វិនិច្ឆ័យចឹងបាននេះគ្រូបើមើល clear ខាងលើយើងមិនសូវយល់ទេលោកគ្រូអាចមើលឧទាហរណ៍ឆាប់យល់បាទកាលណាយើងឧទាហរណ៍យើងងាយយល់ខ្លឹមសារនៅខាងលើដោយវិចារនិងវិនិច្ឆ័យតក្នុងការធ្វើវិចារសិស្សថ្នាក់ទី1ទី2ច្រើនមានទំនោរផ្អែកលើហេតុការណ៍ប្រហាក់ប្រហែលគ្នាឧទាហរណ៍បើសួរថាហេតុអ្វីបានជាកូនដាក់ក្របសៀវភៅកុមារឆ្លើយថាមកពីលោកគ្រូបង្គាប់ឲ្យដាក់ឬអាចមកពីឃើញមិត្តខ្ញុំដាក់តែបើនៅថ្នាក់ទី3ឬទី4វិញកុមារអាចឆ្លើយដោយបង្ហាញពីការយល់ដឹងដោយបង្ហាញផុសតាងហេតុផលជាងកុមារដែលអាចឆ្លើយថាខ្ញុំដាក់ក្របសៀវភៅកុំឲ្យប្រឡាក់ឬឆាប់រហែកបាទយើងចូលដល់ការគ្រប់គ្រងដល់ការអភិវឌ្ឍពុទ្ធិរបស់កុមារសកម្មភាពដូចជាការស្លៀកពាក់ឬការលេងតួនាទីជួយបង្កើនការគិតជានិមិត្តរូបនិងជំនាញដោះស្រាយបញ្ហាបាទអញ្ចឹងយើងគ្រប់គ្រងគាត់ណាមើលសម្លៀកបំពាក់តួនាទីបង្កើនការគិតបាទជួយដោះស្រាយគាត់
មានបញ្ហាអីយើងជួយគាត់បាទនេះយើងគ្រប់គ្រងគាត់ដោយសារយើងយល់តាមកតាចិត្តសាស្ត្រនៃដំណាក់កាលពុទ្ធិកូនសិស្សយើងអញ្ចឹងទៅយើងត្រូវតែយល់បានដើម្បីជួយគាត់ណាយល់ច្បាស់ដើម្បីជួយគាត់បាទហ្គេមគូផ្គងការលេងហ្គេមគូផ្គងការសាមញ្ញអាចបង្កើនទាំងការរក្សាការចងចាំនិងការយកចិត្តទុកដាក់បាទ shooting game ការលើកទឹកចិត្តឲ្យក្មេងទើបចេះដើរតិតៈឲ្យចាត់ថ្នាក់វត្ថុតាមទំហំរូបរាងនិងពណ៌លើកកម្ពស់ជំនាញរៀបចំនិងចាត់ថ្នាក់ដោយពង្រឹងសមត្ថភាពយល់ដឹងរបស់ពួកគេបាទយើងហ្គេមនេះគឺឲ្យគាត់ចេះដាក់វត្ថុអីចែកអីទំហំធំទូចអីឲ្យគាត់លេងបាទគ្រប់គ្រងឲ្យគាត់គិតណាមក reading together វគ្គអានអន្តរកម្មបណ្ដុះជំនាញភាសានិងការយល់ឃើញខណៈដែលពេលបង្ហាញឲ្យកុមារទើបចេះដើរតេតៈនៅពាក្យស័ព្ទនិងនិទានរឿងថ្មីជូនគាត់ស្ដាប់បាទ nature exploration សកម្មភាពក្រៅផ្ទះអាចជំរុញយ៉ាងខ្លាំងនៅការយល់ដឹងចង់ដឹងនិងជំនាញសង្កេតដែលមានលក្ខណៈសំខាន់សម្រាប់ការលូតលាស់និងនៃការយល់ដឹងរបស់កុមារបាទសូមចប់តែប៉ុណ្ណេះហើយបើមានសំណួរអីលោកគ្រូអាចឆាតសួរតាមនៅក្នុងថ្នាលហ្នឹងឬក៏ដាក់នៅខាងក្រោមវីដេអូហ្នឹងណាសួរតាមនឹងមកតាមលោកគ្រូពេល submit ពេល upload ឯកសារលោកគ្រូដាក់អញ្ចឹងលោកគ្រូអាចsubmit ជាសំណួរជាអីអញ្ចឹងមកគេលោកខ្ញុំយល់មិនច្បាស់បាទបើនិយាយទៅមេរៀននេះខ្ញុំដូចជាអានឲ្យលោកគ្រូស្ដាប់ដែរទេវាអត់លំបាកទេកន្លែងខ្លះហើយនៅពេលដែលជួបខ្ញុំនៅលើកទី2សួរមកចោះបាទអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនតែប៉ុណ្ណេះហើយសូមអរគុណលោកគ្រូដែលបានស្ដាប់ការធ្វើបទបង្ហាញរបស់ខ្ញុំអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ